បុរសល្អនៅលើលោកនេះគ្មានបុរសស្មោះទេប៉ុន្តែមានបុរសល្អហើយគេគឺជាបុរសដែលកូនគួរជ្រើសរើសកូនស្រីប៉ាបុរសល្អមានលក្ខណៈសម្បត្តិ6ចំណុចទី1គេមានកម្រិតការយល់ដឹងខ្ពស់កូនស្រីគេថាមានបណ្ឌិតឆ្កួតច្រើនណាស់នោះគឺមកពីការយកច្រឡំពាក្យថាបណ្ឌិតមានន័យថាយល់ត្រូវរាល់បុគ្គលដែលមានការពិចារណាមានសុភវិនិច្ឆ័យគេមានបញ្ញាក្នុងការដោះស្រាយបញ្ហាចេះភ្ញាក់រលឹកដឹងខុសត្រូវនោះគេហៅថាបុគ្គលជាបណ្ឌិតកូនអាចអង្កេតមើលបានតាមរយៈរបៀបនៃការដោះស្រាយបញ្ហាការកំសាន្តនិងទំនាក់ទំនងដែលគេមានបណ្ឌិតជនគេជាបុរសដែលកូនគួរតែនៅក្បែរនិងស្វែងយល់ទី2ការងារកូនស្រីអំណួតរបស់បុរសគឺលទ្ធផលសូមកុំព្យាយាមសាកល្បងឲ្យគេជ្រើសរើសរវាងលទ្ធផលនិងកូនព្រោះគេនឹងជ្រើសរើសយកលទ្ធផលមិនមែនបុរសមិនចេះស្រឡាញ់នរណាម្នាក់ទេតែលទ្ធផលជារបៀបដូចជាសម្លៀកបំពាក់ដែលគេខ្វះមិនបានសូមកូនកុំចាត់ទុកថាគ្មានបុរសណាដែលគេអាចបណ្ដាលកូនទៅកាន់សង្គមមួយទាំងខ្លួនឯងស្រាតឬគ្មានសម្លៀកបំពាក់ដែលស័ក្តិសមមួយទេកូនដូចនេះបើកូនស្រីឆ្លាតសូមកុំព្យាយាមកាត់បន្ថយមហិច្ឆតាគេតែកូនគួរតែធ្វើជានារីម្នាក់ដែលគាំទ្រហើយមានសមត្ថភាពដឹកដៃគេទៅកាន់គោលដៅដែលចង់ទៅដល់នោះជារបៀបដែលកូននឹងក្លាយទៅជាដៃគូជីវិតដែលគេជ្រើសរើសប៉ុន្តែកូនស្រីប៉ាសូមចាំរឿងមួយក្នុងចិត្តមនុស្សស្រីដែលអាចទទួលបានសុភមង្គលមិនមែនជាមនុស្សស្រីដែលចេះធ្វើខ្លួនជាជំរឿននរណាម្នាក់ទេប៉ុន្តែជាមនុស្សស្រីដែលមានភាពឆ្លាតវៃក្នុងការជ្រើសរើសហើយនោះជារបៀបដែលប៉ានឹងបង្រៀនកូនបុរសទូទៅគេបានបង្ហាញអំណួតឬក៏លទ្ធផលក្នុងរូបភាពផ្សេងៗគ្នានិងរបៀបដែលពួកគេទៅដល់ហើយនោះជាវិធីដែលកូនអាចសិក្សាពីសមត្ថភាពនិងផ្លូវចិត្តគេបានល្អសូមកូនចាំទុកថាគ្រប់បុរសដែលតែងតែរំពឹងលទ្ធផលបុរសដែលផ្លាស់ប្ដូរការងារញឹកញាប់ពេកបុរសដែលឈាមក្តៅពុះកញ្ជ្រោលហក់លោតលោភចង់បានលទ្ធផលហួសហេតុនិងបុរសដែលតែងតែពឹងកម្លាំងកូនដើរនោះមិនមែនជាជម្រើសដែលកូនគួរជ្រើសទេសូមកូនចាក់ចែងឲ្យឆ្ងាយវានឹងមិននាំឲ្យកូនខាតពេលជាងនេះទី3គេជាបុរសដែលឲ្យតម្លៃឪពុកម្ដាយមាននារីច្រើនណាស់ដែលតែងតែនិយាយថាសូមកុំជ្រើសរើសបុរសណាគិតឪពុកម្ដាយខ្លាំងពេកវាជារបៀបដែលខុសឆ្គងកូនស្រីបុរសដែលមានសមត្ថភាពម្នាក់គេមានបញ្ញាគ្រប់គ្រាន់គេមានសមត្ថភាពជួយឪពុកម្ដាយគេដោយមិនវាយបំបែកឆ្នាំងបាយកូនទេវាលើកលែងតែគេគ្មានកំណើតដូចនេះបើថ្ងៃមួយកូនជួបបុរសម្នាក់ត្រូវចិត្តហើយអកុសលគ្រួសារគេមិនពេញចិត្តកូនចូលកូនដោះលែងគេនោះជាតម្លៃដែលកូនមានសូមកុំព្យាយាមឲ្យគេជ្រើសរើសរវាងកូននិងឪពុកម្ដាយគេព្រោះគ្មានគុណមួយណាធំជាងឪពុកម្ដាយទេហើយមនុស្សដែលអាចរំមើលគុណបាននេះគេគឺជាបុរសដែលមានគ្រោះថ្នាក់បំផុតទី4គេមានរបៀបអប់រំចិត្តល្អកូនស្រីចំណងបុរសកើតឡើងក្រពេលវាពុះកញ្ជ្រោលគ្មានសតិហើយមានបុរសតិចណាស់ដែលចេះពីរបៀបគ្រប់គ្រងវាដូចនេះសូមកុំព្យាយាមស្វែងរកភាពស្មោះត្រង់ពីបុរសតែចូលស្វែងរកបុរសដែលចេះពីរបៀបគ្រប់គ្រងចំណងបុរសដែលមានការទទួលខុសត្រូវខ្ពស់និងជាបុរសដែលផ្ដល់តម្លៃឲ្យកូនបានល្អប្រសើរព្រោះគេនឹងមានរបៀបត្រឹមត្រូវមួយដែលនឹងមិនធ្វើឲ្យកូនអាប់អោនឈឺចាប់ឬមានអារម្មណ៍ថាមិនស័ក្តិសមនៅក្នុងតម្លៃណាមួយនៃទំនាក់ទំនងទី5របៀបដែលគេមានចំពោះកូន
សូមកូនកុំខ្វះកត្រេកអរហើយយល់ថាបុរសដែលគេព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបានកូនថាជាបុរសល្អដែលកូនប្រាថ្នាព្រោះគេនឹងមានរបៀបបោះបង់កូនបានល្អដូចគ្នានៅពេលមួយដែលគេណាចិត្តដូចនេះកូននឹងទទួលដឹងដោយឯកឯងពីរបៀបដែលគេមានចំពោះកូននៅរបៀបថែរក្សាឬដោះលែងកូនទៅតាមកលៈទេសៈគួរសមដែលនឹងមិនធ្វើឲ្យកូនមានអារម្មណ៍ថាមានសម្ពាធឬឈឺចាប់ព្រោះក្តីសុខកូនវាជាបុព្វហេតុធំនិងជារបៀបដែលគេផ្ដល់ជូនកូនដោយស្ងៀមស្ងាត់បុរសដែលអាចទុកអត្ថិភាពក្តីសុខកូនច្រើនជាងភាពអាត្មានិយមខ្លួនឯងនោះជាបុរសដែលកូនគួរចំណាយស្វែងយល់ទី6គេបានក្លាយជាបុរសសាមញ្ញម្នាក់មនុស្សទូទៅយល់ច្រឡំថាសាមញ្ញគឺគ្មានអ្វីប៉ុន្តែគេយល់ខុសហើយបុរសដែលកាន់តែគ្មានគេកាន់តែចង់បានហើយបុរសដែលគ្មានសមត្ថភាពដើម្បីបានឈាមគេក៏កាន់តែក្តៅជាងមុនបើកូនឃើញមានបុរសបរាជ័យម្នាក់គេងស្ងៀមមានសកម្មភាពហីដូចធម្មតាប៉ាចង់ប្រាប់អាត់កំបាំងមួយទៅកូនថាការពិតគេកំពុងតែប្រយុទ្ធជាមួយនឹងស្ថានភាពផ្លូវចិត្តខ្លួនឯងបុរសសាមញ្ញម្នាក់គឺជាបុរសដែលមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការជ្រើសរើសគេមានសមត្ថភាពជ្រើសរើសការរស់នៅក្នុងកម្រិតណាមួយក៏បាននៅក្នុងជីវិតហើយចេះរីករាយជាមួយនឹងអ្វីដែលគេមានឧទាហរណ៍ថាបើគេនៅកម្រិតទី8នៃជីវិតហើយវាងាយស្រួលណាស់បើគេជ្រើសរើសការរស់នៅកម្រិតទី7គេក៏អាចជ្រើសរើសកម្រិតទី6ទី5ទី4ទី3ទី2ឬក៏ទី1បានយ៉ាងងាយស្រួលហើយបើគេរីករាយជាមួយនឹងអ្វីដែលគេជ្រើសរើសនោះហៅថាសាមញ្ញកូនប៉ាក្នុងលោកនេះកម្រមានបុរសសាមញ្ញណាស់បើកូនមានឱកាសគួរតែពិចារណាប្រើពេលវេលានៅក្នុងការសម្រេចជ្រើសរើសបុរសម្នាក់នោះព្រោះបុរសម្នាក់ដែលសាមញ្ញទៅបានលុះត្រាតែគេមានកម្រិតចំណេះដឹងល្អមានសមត្ថភាពខ្ពស់និងមានផ្លូវចិត្តល្អផងហើយវាជារឿងសំណាងមួយបើកូនបានបុរសបែបនេះរួមដំណើរជីវិតទាំង6ចំណុចខាងលើនេះវាជារបៀបដែលកូនអាចចាត់ទុកថាជាបុរសល្អប៉ុន្តែកូនស្រីប៉ាគ្រាប់ពូជនៃសេចក្តីល្អវានឹងដុះដើមផ្លែផ្កាឬផលជាសេចក្តីល្អឲ្យកូនឃើញជាក់ស្ដែងសូមកូនចាំថាបើល្ងងអាចបង្រៀនបានបើក្រអាចខំរកបានហើយបើបរាជ័យអាចយកលទ្ធផលថ្មីបានប៉ុន្តែបើគេមានសន្តានជាមនុស្សអាក្រក់កែបែបណាក៏មិនកើតដែរវាគ្រាន់តែមានលទ្ធផលខុសប្លែកក្នុងកម្រិតណាមួយប៉ុណ្ណោះដូចនេះបើកូនចង់ជួបបុរសល្អកូនត្រូវតែល្អជាមុនសិនត្រូវមានចំណេះដឹងល្អសមត្ថភាពការងារនិងបញ្ញាគ្រប់គ្រាន់ក្នុងការជ្រើសរើសហើយពេលវេលានឹងបង្ហាញកូនថាគេជាបុរសល្អមាន6ចំណុចខាងលើបុរសដែលល្អបុរសដែលព្យាយាមរក្សាសេចក្តីល្អឬក៏កំពុងស្ថិតក្នុងគន្លងត្រឹមត្រូវមួយឬក៏គេជាបុគ្គលដែលមានពូជនៃសេចក្តីល្អពិតអត្ថបទរក្សាសិទ្ធិដោយស្នងនេត្រាចំពោះបងប្អូនដែលមកថ្មីសូមជួយចុច like comment និង subscribe ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូថ្មីៗបន្តទៀតសូមអរគុណ